សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូទី3ដែលយើងនឹងសិក្សាទៅលើ transform property នៅក្នុង Adobe After Effects ដែល transform ហ្នឹងគឺស្ថិតនៅក្នុង layer មួយរបស់ពួកយើងអញ្ចឹងនៅក្នុងនេះខ្ញុំបានបង្កើត composition មួយដែលដាក់រូបរបស់ខ្ញុំចូលមួយ transform property ហ្នឹងគឺស្ថិតនៅក្នុងក្រោម layer របស់យើងហ្នឹងឯងដែលវាស្ថិតនៅកន្លែងសញ្ញាព្រួយនេះយ៉ាងនេះអាចកន្លែងមកមើលcolumn ខាងក្រោមខាងឆ្វេង column ខាងក្រោមពីខាងឆ្វេងនេះនឹងឃើញសញ្ញាព្រួយក្បែរពណ៌ layer យើងហើយអញ្ចឹងអ្នកនេះអាច click លើនឹងមក click មកអ្នកនេះនឹងឃើញពីថា transform បន្តមកទៀតអ្នកនេះអាច click លើសញ្ញាព្រួយក្បែរ transform មក click ទៀតមកអ្នកនរគ្នានឹងឃើញពាក្យថា anchor point position scale rotation និង opacity ដែល anchor point អ្នកនេះគាត់ជាធ្លាប់ដឹងហើយដែលខ្ញុំបានបង្ហាញកាលពីវីដេអូទី2ដែលវាគឺជាចំណុចកណ្ដាលនៃ object របស់យើងអញ្ចឹងកន្លែងហ្នឹងគឺការ control ទៅលើ anchor point អញ្ចឹងកន្លែងហ្នឹងក៏អត់សូវជាសេរីនៅក្នុងនេះប្រហែលទេយើងអាចសេរីនៅក្នុង icon របស់យើងនេះដែលយើងអាច click ហើយយើងអាចទាញមកអញ្ចឹងទៅដូចដែលខ្ញុំបានបង្ហាញកាលវីដេអូទី2អញ្ចឹងមានថាយើងអាចអញ្ចឹងណាអាចសេរីវាទៅចំណុចណាមួយដើម្បីឲ្យយើងងាយស្រួល edit អញ្ចឹងទៅអញ្ចឹងខ្ញុំឲ្យវាចូលចំណុចកណ្ដាលវិញដោយ right click លើ layer ហៅពីថា transform ហើយហៅពីថា center anchor point ឬក៏ shortcut control alt home ពីរគឺ position ដែលវាគឺជាការបំលាស់ទីតាំងទៅតាម AX ឬក៏ AY អញ្ចឹងអ្នកនេះអាចចំណាំបានលេខដំបូងនេះគឺជា AX ដែលក្បៀសមកតង់នេះក្បៀសឡើងនេះបន្តទៀតគឺ AY AX AY AX AY position ហ្នឹងនៅពេលដែលយើងប្រើទៅលើ selection tool យើងអាច shortcut អក្សរ V ហ្នឹងហើយខ្ញុំអាចទាញរូបនេះទៅឆ្វេងឬក៏ទៅស្ដាំអ្នកទាំងអស់នេះកលេចមកមើល position របស់យើងមកនឹងឃើញលេខវានឹងបដូរតម្លៃលេខហើយឃើញអត់ពេលខ្ញុំទាញរូបទៅឆ្វេងទៅស្ដាំវានឹងបដូរតម្លៃលេខទៅតាមការសេរីនៃទីតាំងទៅតាម app របស់វានឹងឯងអូខេអញ្ចឹងយើងអាចកែប្រែ position របស់យើងនៅក្នុងនេះក៏បានដែរយើងអាចនេះយកមករបស់យើងហ្នឹងមកប៉ះលើលេខហ្នឹងទាញមកឆ្វេងឬក៏ទៅស្ដាំអីចឹងណាចុចវាជាប់មកទាញទៅស្ដាំឬក៏ទៅឆ្វេងយើងអាចសេរីតម្លៃលេខនៃ app របស់វាបានដើម្បីmove វាទៅណាចឹងទៅតាម AX ឬក៏ AY ចឹងទៅឬមួយទៀតអ្នកនរអាចវាយជាតម្លៃលេខដោយ double click លើលេខហ្នឹងដែលអ្នកនេះចង់បានចឹងទៅអញ្ចឹងឧបមាថាខ្ញុំចង់បាន100វានឹងរត់មកតាមទិសនេះ100ហើយ AY ខ្ញុំចង់បាន100ដែរវានឹងរត់ទៅតាមតម្លៃលេខទាំងឯងគឺបែបហ្នឹងអូខេអញ្ចឹងខ្ញុំទាញវាមកកណ្ដាលវិញហើយហ្នឹងគឺជា position យើងអាចកែក្នុងនេះក៏បានឬមួយក៏ក្នុងនេះក៏បានអញ្ចឹង position ហ្នឹងគឺជាកន្លែងបំលាស់បដូរទីតាំងដែលយើងអាចផ្លាស់វាទៅតាម AX ឬក៏ AY ទី3គឺ scale ដែលយើងអាចបង្រួមobject របស់យើងឲ្យធំទៅទូចជាងទៅអញ្ចឹងចំពោះការបង្រួមក៏យើងមានវិធីប្រើប្រាស់ tool selection ដែរគ្រាន់តែ click លើ object របស់យើងមកហើយយើងអាចមិញដោយសារតែខ្ញុំចុចទៅលើ double click លើ layer អញ្ចឹងបានវាចូលមកក្នុង layer នេះ layer រូបភាពរបស់យើងអញ្ចឹងដែលមានឈ្មោះ B060 នេះទៅអញ្ចឹងដើម្បីយើងត្រូវការ edit វិញយើងអាចចូលនេះ composition ដែលយើងបង្កើតមុននឹងអញ្ចឹងទៅហើយនេះគឺជាឈ្មោះ layer របស់យើងឯងពេលដែលអ្នកទាំងអស់នេះ double click លើ layer ហ្នឹងវានឹងចូលមកកាន់ edit ក្នុង layer ហើយហ្នឹងគឺជា layer ដូច smart object នៅក្នុង Photoshop ចឹងមានន័យថាពេលយើងបង្កើតហើយ double click មកវានឹងចូលមកកាន់ layer ហ្នឹងចឹងទៅជួនកាលវាអាចនឹង load មកកន្លែងនេះ load មកកន្លែងហ្នឹងហើយរូបហ្នឹងនៅកន្លែងនេះកន្លែងនេះនៅដែរចឹងណាអាហ្នឹងទៅតាមប្រភេទការប្រើប្រាស់កុំព្យូទ័រអ្នកនរគ្នាចឹងណាអញ្ចឹងយើងចូលមកកាន់ composition image របស់យើងវិញមកចេញនេះខ្ញុំខវែងចេញមកដោយសារហ្នឹងច្រឡំ double click អូខេអញ្ចឹងជាមួយ scale នេះយើងអាចប្រើ selection tool ហើយខ្ញុំអាចនេះចុច array ហ្នឹងដែលយើងអាចបរិចឬក៏ចុច C ចុចដើម្បីកុំឲ្យវាកប៉ិតឬក៏ទៅប៉ែតអញ្ចឹងទៅប៉ុន្តែអ្នកនេះក៏កលេចមកមើលលេខតម្លៃលេខនៅក្នុង scale property របស់យើងវានឹងបដូរដូចគ្នាឃើញអត់វានឹងបដូរដូចគ្នាអញ្ចឹងយើងអាចសេរីកន្លែងនេះក៏បានឬក៏កន្លែងនេះក៏បានដូចគ្នាយើងអាចវាយជាតម្លៃលេខឧបមាថាខ្ញុំវងវាយ100វានឹងបន្ថយអញ្ចឹងទៅគឺបែបហ្នឹងហើយអាកន្លែងនេះដែរនេះឃើញតែគៀបនេះបើសិនជាខ្ញុំដោះកន្លែងហ្នឹងចេញឥឡូវខ្ញុំអត់តន់ដោះទេបើសិនជាខ្ញុំអត់តន់ដោះខ្ញុំអាចសេរីវាលេខ
កន្លែង x និង y វាមិនគឺវាទៅស្មើគ្នាហ្មងឃើញអត់អញ្ចឹងបើសិនខ្ញុំដោះហៅមកថាខ្ញុំអត់ដោះឯងខ្ញុំ y លេខសិន y 100អញ្ចឹងតម្លៃលេខក៏100ដូចគ្នាអាហ្នឹងវាទៅគៀបគ្នាមានន័យថាវាចងជើងគ្នាតែខ្ញុំដោះវាចេញខ្ញុំ y ax 50បានហើយអញ្ចឹងតម្លៃលេខខាងឡែនេះគឺវាអត់បដូរទេដោយសារយើងដោះconnection របស់វាចេញអញ្ចឹងយើងអាច y 100វិញមកដើម្បីឲ្យវាស្មើគ្នាវិញហើយ tick វាមកអញ្ចឹងវាស៊ីសងលើការ edit របស់អ្នកនរនេះដូចគ្នាដែលអ្នកនេះចង់បានអញ្ចឹងណាអូខេចូលមកដល់កន្លងទី4គឺ rotation អញ្ចឹង rotation គឺ scale ដោយកន្លែងនេះអញ្ចឹង shortcut វាគឺ w អ្នកនេះអាច click លើនេះក៏បានអូខេអ្នកនេះអាចកន្លែងមកតម្លៃលេខនៅក្នុងrotation របស់យើងដែរវានឹងបដូរដូចគ្នាឃើញអត់អញ្ចឹងភាគច្រើនtransform property នេះយើងងាយស្រួលក្នុងការធ្វើ animation ផ្សេងៗក៏ដូចជាការប្រើប្រាស់ keyframe ផ្សេងៗផងដែរដើម្បី edit video របស់យើងរៀងលឿនអញ្ចឹងណាអញ្ចឹងយើងអាចអូកន្លែងនេះក៏បាននេះខ្ញុំអាចចុច mouse ឆ្វេងចុះទៅអូសមកឆ្វេងឬក៏ទៅស្ដាំអញ្ចឹងទៅឬមួយវាយតម្លៃលេខវាយ0នេះអញ្ចឹងទៅវានឹងត្រឡប់មកវិញឬក៏វាយ90អីអញ្ចឹងទៅឃើញបែបហ្នឹងចំពោះកន្លែង0នេះអាហ្នឹងពីហ្នឹងយើងអាចធ្វើ animation អីហ្នឹងគឺដាក់មកជុំឬក៏ពីរជុំអញ្ចឹងទៅអាចនឹងវីដេអូបន្តអ្នកនរនឹងយល់បន្ថែមពីកន្លែងហ្នឹងដូចគ្នាចំណុចចុងក្រោយគឺ opacity គឺភាពស្រាលនិងភាពមានថាភាពច្បាស់ហើយនិងភាពមើលអត់ឃើញអាហ្នឹងបកខ្មែរដូចជាភាពច្បាស់អញ្ចឹងហីភាពច្បាស់និងភាពអត់ច្បាស់ខ្ញុំអត់សូវច្បាស់ទេអូខេអញ្ចឹង opacity នេះបើសិនជាស្ថិតនៅក្នុង layer ហ្នឹងគឺ100ឃើញច្បាស់អញ្ចឹងណាតែបើសិនខ្ញុំចុចមកឆ្វេងឲ្យជាប់ហើយទាញមកឆ្វេងឃើញវារៀងលេខច្បាស់អត់មានថាវាបាត់ហ្នឹងហើយបើយើងវាយសុតវាអត់ឃើញហ្មងតែបើយើងទាញឡើង100វាឃើញបើ50វាឃើញរៀងព្រាលអញ្ចឹងណាហ្នឹងហើយហ្នឹងគឺជា opacity អញ្ចឹងវាយ100វិញមកអូខេហើយកន្លែងនេះដែរគឺជាkeyframe នាឡិកាខាងមុខposition ខាងមុខ scale ហ្នឹងគឺជា keyframe អូខេចូលចំណុចបន្តទៀតបើសិនជាអ្នកនេះដំបូងបើសិនជាអ្នកនេះចង់លឿនក្នុងការប្រើប្រាស់កន្លែងហ្នឹងឲ្យលឿនខ្ញុំនឹងប្រើប្រាស់ជា shortcut វិញអូមកថាខ្ញុំចង់សេរី position នេះ position កន្លែង transform នេះមានបដូរបំលាស់ទីនេះបដូរ position អញ្ចឹងខ្ញុំចង់កែក្នុងនេះអញ្ចឹងខ្ញុំអាចចុច shortcut គឺអក្សរ P តំណាងឲ្យ position អញ្ចឹងវាលុតមក auto ហ្មងហើយលឿនទៀតអូខេតែបើសិនខ្ញុំចង់បាន scale គឺ shortcut គឺអក្សរ S ចុច S មកវានឹងលុតមកហើយឃើញអត់នេះ scale ហ្នឹងអាចកន្លែងមកកន្លែងនេះអូខេចុច S មកវានឹងលុតមកកន្លែងហ្នឹងហើយលឿនទៀតបើទី3គឺ rotation គឺ shortcut វាគឺអក្សរ O អញ្ចឹង rotation វានឹងលុតមក auto បើ opacity គឺ shortcut វាអក្សរ T ហ្នឹងហើយអញ្ចឹងខ្ញុំនឹងដាក់shortcut នៅលើ screen ឲ្យអ្នកនាងឆាប់ចាប់បានអូខេហើយ anchor point របស់វាគឺ shortcut អក្សរ A នេះលុប anchor point ឯងតែដូចខ្ញុំប្រាប់អញ្ចឹង anchor point គឺយើងអត់សូវសេរីក្នុងនេះទេយើងអាចសេរីនៅកន្លែងនេះបានណាអូខេប៉ុន្តែបើសិនជាអ្នកនាងចង់សេរីម្ដងទាំងអស់អ្នកនាងអាចបើកកន្លែងនេះមកបិទឲ្យបើកមកហើយចូល transform មកអាចសេរីបានដូចគ្នាអូខេចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងជួបគ្នាក្នុងវីដេអូបន្ទាប់យើងនឹងសិក្សាបន្ថែមពាក់ព័ន្ធជាមួយនឹង keyframe នេះដែលយើងនឹងសិក្សាទៅលើ keyframe នៅក្នុងកម្មវិធី Adobe After Effects តើវាមានតួនាទីអ្វីនៅក្នុងការប្រើប្រាស់ edit វីដេអូរបស់ពួកយើងអូខេបាយបាយ